ក្រុមហ៊ូទីដែលគាំទ្រនឹងទំនុកបំរុងពីទីក្រុងតេហឺរ៉ង់បានបើកការវាយប្រហារក្នុងរយៈពេល4សប្តាហ៍ជាប់គ្នាចាប់តាំងពីមានសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ពេលនេះចលនាដែលបានកាន់កាប់រដ្ឋធានីសាណារបស់យេម៉ែននិងភាគខាងជើងនិងតំបន់ផ្សេងទៀតនៃប្រទេសនេះបានធ្វើសកម្មភាពដំបូងរបស់ខ្លួនដោយបាញ់កាំជ្រួចឆ្ពោះទៅរកអ៊ីស្រាអែលបើទោះជាការគំរាមកំហែងរបស់ក្រុមហ៊ូទីដែលបង្កឡើងប្រឆាំងនឹងអ៊ីស្រាអែលតាមរយៈការបាញ់កាំជ្រួចរបស់ខ្លួនតិចជាងអ៊ីរ៉ង់ក្តីក៏ក្រុមនេះបង្កការគំរាមកំហែងនៅឆ្នេរសមុទ្រយេម៉ែននិងនាំឲ្យចង្វាក់ពាណិជ្ជកម្មពិភពលោកតាមរយៈនាវាចរនៅសមុទ្រក្រហមត្រូវជួបវិបត្តិដូចគ្នាទៅនឹងសមុទ្រច្រោះហូម៉ូសយ៉ាងដូចនោះដែរនេះជាភាពប្រឈមថ្មីបន្ថែមទៀតនៅបន្ទាប់ពីការដឹកជញ្ជូនតាមច្រកសមុទ្រហូម៉ូសត្រូវជាប់គាំងកាសែត BBC បានរាយការណ៍នៅថ្ងៃអាទិត្យថាក្រុមហ៊ូទីនេះត្រូវគេរកឃើញថាគឺជាផ្នែកមួយបានគាំទ្រទៅដល់ចលនារបស់ក្រុមហាម៉ាស់នៅតំបន់កាហ្សាដែរហើយក្រុមនេះក៏មានគោលដៅជាក់លាក់របស់ខ្លួនទៅលើការដឹកជញ្ជូនតាមច្រកសមុទ្រម៉ាប់អាល់បាណាប់នៅចុងភាគត្បូងនៃសមុទ្រក្រហមដែលនៅចន្លោះប្រទេសយេម៉ែននិងតំបន់ស្នៃរបស់ប្រទេសអាហ្វ្រិកមិនតែប៉ុណ្ណោះចលនានេះត្រូវគេចាត់ទុកថានឹងនាំគ្រោះថ្នាក់ដល់ផ្លូវសមុទ្រពាណិជ្ជកម្មដ៏សំខាន់ដែលនឹងក្លាយជាការប៉ះទង្គិចដ៏ធំមួយទៀតចំពោះសេដ្ឋកិច្ចពិភពលោកគួរផ្សំនឹងការបិទច្រកសមុទ្រហូម៉ូសរបស់អ៊ីរ៉ង់នៅជិតនោះផ្លូវទឹកយុទ្ធសាស្ត្រសំខាន់ចំនួន2នៅក្នុងពិភពលោកសម្រាប់ការផ្គត់ផ្គង់ពាណិជ្ជកម្មនិងធម្មពលអាចនឹងត្រូវកាត់ផ្តាច់ក្រុមហ៊ូទីនេះត្រូវគេស្គាល់ថាជាក្រុមនយោបាយនិងសាសនាប្រដាប់អាវុធដែលគ្រប់គ្រងទៅលើជនជាតិភាគតិចហ្សៃមូស្លីមរបស់យេម៉ែនគឺហ្សៃឌីហើយពួកគេបានប្រកាសខ្លួនឯងថាគឺជាផ្នែកមួយនៃចលនាតស៊ូដែលដឹកនាំដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលសហរដ្ឋអាមេរិកនិងលោកខាងលិចឲ្យកាន់តែមានរូបភាពធំទៅនៅជុំវិញពិភពលោកហើយផែនការនេះនឹងចូលរួមគាំទ្រពីក្រុមប្រដាប់អាវុធដូចជាក្រុមហាម៉ាស់និងចលនាហេបូឡារបស់លីបង់